ចាស់សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្ងៃទី2ហើយមើលតែសម្លៀកបំពាក់ដឹងហើយគឺខុសប្លែកពីថ្ងៃម្សិលមិញឥឡូវនេះគឺនេះខ្ញុំបានមកផ្ដិតយកទស្សនវិជ្ជាបងប្រជាពលរដ្ឋយើងបងប្អូនទាំងអស់គ្នាគាត់បានធ្វើការលក់ជាមួយនឹងទឹកផ្លែឈើមែនទេបងអូយក្តៅល្អនេះបងប្អូនអរគ្នានេះទឹកតែតកធម្មតាបងប្អូនយើងបងប្អូនខ្លះគាត់អត់ចង់ញ៉ាំជាតិផ្អែមទេគាត់ហូបតែតកនៅពេលដែលមេឃក្តៅខ្លាំងពេកគាត់ហូបតែតកបានចាល្អមែនតើពុកម៉ែបងប្អូនអរគ្នាទឹកត្នោតផ្អែមបងជួបរំលឹកអូមានទឹកត្នោតផ្អែមទេបងប្អូនមានទឹកត្នោតផ្អែមទៀតនេះបងប្អូនផលិតផលពុកម៉ែបងប្អូនអើយមានទាំងពីទឹកត្នោតហើយក៏ដូចជាមានសាច់ត្នោតទៀតណាអូយឆ្ងាញ់មែនតើលក់នៅក្នុងផ្សាររាត្រីក្រោយផ្សាររាត្រីចាគេហៅភូមិវប្បធម៌បងនេះគឺជាទឹកត្នោតខ្មែរយើងពីខេត្តកំពង់ឆ្នាំងអូយល្អយើងច្រកដាក់ដបអញ្ចឹងដើម្បីផ្លាសេទៅវាធានាមិនមានផលប៉ះពាល់ដល់សុខភាពចាអញ្ចឹងបងប្អូនពេលត្រូវការយើងអាចចាក់ដូចទឹកមៀនអញ្ចឹងដាក់តកចាក់ចូលហើយយើងដាក់សាច់ត្នោតពីលើចានេះគឺទឹកមៀនហើយទឹកមៀននេះលក់មកកំប៉ុងហ្មងកំប៉ុង5000ទេបងធម្មតាគាត់លក់ឡើងថ្លៃណាពុកម៉ែបងប្អូនថ្ងៃធម្មតាក៏5000ថ្ងៃនេះក៏5000ដែរអញ្ចឹងបើសិនជាចូលមកលេងភូមិវប្បធម៌ឃើញកន្លែងបងស្រីចូលមកដល់គឺនៅខាងឆ្វេងដៃដើមគេเนาะជួយទិញផងទឹកត្នោតត្រជាក់ចិត្តអូយទឹកត្នោតត្រជាក់ចិត្តមែនតានេះចាំមើលសាកជាមួយទឹកមៀនមួយសិនបើថ្ងៃធម្មតាគឺខ្ញុំលក់នៅ Walk Street បង Walk Street សៅរ៍អាទិត្យនៅ Walk Street Walk Street សៅរ៍អាទិត្យទៀតបងប្អូនអើយមកឥឡូវសាកសិនខ្ញុំអត់សូវធ្វើផ្អែមខ្លាំងទេបងល្អឆ្ងាញ់អត់ផ្អែមទេណាបងប្អូនគ្នាអត់ផ្អែមខ្លាំងទេគឺថាល្មមមកទទួលទានបានឥឡូវសាកមួយទឹកត្នោតឯងមកយកទឹកត្នោតនេះដាក់ឲ្យទឹកត្នោតចាទឹកត្នោតមួយទៀតជួយគ្រប់គ្រងផលិតផលខ្មែរយើងពុកម៉ែបងប្អូនអើយហើយម្សិលមិញយើងបានផ្ដិតយកទស្សនវិជ្ជាបងក៏ដូចជាសិល្បករសិល្បករនីដែលគាត់លេងល្បែងប្រជាប្រិយភាពតែថ្ងៃនេះក៏យើងផ្ដិតយកដូចគ្នាប៉ុន្តែយើងគ្រាន់តែថាចែកជូនពុកម៉ែបងប្អូនថានៅក្នុងភូមិវប្បធម៌មិនមែនមានតែល្បែងប្រជាប្រិយទេគឺថាមានការលក់ជាមួយនឹងមុខម្ហូបក៏ដូចជាទំនិញរបស់ខ្មែរយើងមែនទេចាគ្រប់ស្តង់តែម្ដងអញ្ចឹងបើចូលមកអាចរកញ៉ាំបានយេទឹកត្នោតខ្មែរអូយតំណងណាពីខេត្តកំពង់ឆ្នាំងចាទឹកត្នោតខ្មែរនេះគឺមកពីខេត្តកំពង់ឆ្នាំងពុកម៉ែបងប្អូនអរគ្នាឥឡូវមកធ្វើការភ្លក់ជាមួយនឹងខ្ញុំអូយទឹកមានផងទឹកត្នោតផងមានសាច់ត្នោតទៀតតោះឥឡូវភ្លក់សិនឆ្ងាញ់ណាអូយឆ្ងាញ់ខ្លាំងឆ្ងាញ់ជាងទឹកមានឆ្ងាញ់សម្រាប់ខ្ញុំណាចាទឹកមានយើងកែច្នៃចាបើទឹកត្នោតយើងត្រង់មកគឺទឹកត្នោតផ្អែមហ្នឹងអូយឆ្ងាញ់មែនតើឆ្ងាញ់ខ្លាំងឥឡូវដាក់មួយទៀតមកចឹងដាក់មួយទៀតខ្ញុំពីរមុខនេះហើយខ្ញុំទិញជូនម៉ែមួយទៀតបើមិនឆ្ងាញ់គឺអត់ញ៉ាំទេអីម្ដងនិយាយចឹងហ្មងតែឆ្ងាញ់មែនឆ្ងាញ់ខ្លាំងណាបងប្អូនអរគ្នាត្រជាក់ដល់បេះដូងចឹងមិនគាត់ដាក់ថាទឹកត្នោតផ្អែមត្រជាក់ចិត្តតាចាមកកៅទៀតរួចរាល់ហើយបងប្អូនអរគុណច្រើនណាចាចាំបាញ់លុយនេះអរគុណចឹងកុំភ្លេចបងប្អូនអរគ្នាបើចូលលេងភូមិវប្បធម៌ជួយទិញគាត់ផង